មុនពេលចាប់ដើមសូមអ្នកទាំងអស់គ្នាជួយចុច like មួយបាទរួចរាល់ហើយតចាប់ដើមទាំងអស់គ្នាការពិភាក្សាមុនដោយសារតែសុណាដេសម្រាប់មិនទាន់ដឹងខ្លួនក្រុមប្រឹក្សាភូមិស្លឹកឈើបានសម្រេចជ្រើសរើសយកលោកគ្រូខាកាស៊ីធ្វើជាហោខាហ្គេប៉ុន្តែដើម្បីអាចធ្វើជាហោខាហ្គេជាផ្លូវការបានតតែស្ដេចក្រែងប្រចាំអាណាចក្រភ្លើងបកទទួលស្គាល់សិនសូមបើវងកញ្ចក់បន្តិចស្ដេចក្រែងប្រចាំអាណាចក្រភ្លើងមានឈ្មោះថាដៃម៉ែអូហើយភូមិនិន្ទចាស្លឹកឈើប្រៀបដូចជាកងទ័ពរបស់គាត់បន្ទាប់មកលោកម្ចាស់ដៃម៉ែអូរៀបចំប្រកាសឲ្យលោកគ្រូខាកាស៊ីធ្វើជាហោខាហ្គេទៅហើយស្រាប់តែកែសិនសេសម្រុកចូលទៅកែសិនសេទៅកាន់ទីនោះព្រោះគាត់ចង់ប្រាប់ថាពេលនេះសុណាដេដឹងខ្លួនវិញហើយដំណឹងនេះបានធ្វើលោកគ្រូខាកាស៊ីធូរចិត្តណាស់ព្រោះគាត់ក៏មិនចង់ធ្វើជាហោខាហ្គេដែរកន្លែងទៅមើលសុណាដេបន្ទាប់ពីដឹងខ្លួននាងញ៉ាំច្រើនខ្លាំងណាស់ព្រោះបើសិនជានាងមិនញ៉ាំទេរូបរាងនេះនឹងក្លាយទៅជាមនុស្សចាស់នៅពេលនោះនាងបានប្រើស៊ីសនេឲ្យទៅយកម្ហូបឲ្យនាងថែមទៀតប៉ុន្តែស៊ីសនេប្រាប់ថាអស់ហើយដល់ពេលអញ្ចឹងទៅសុណាដេក៏ស្លឹងមើលទៅជ្រូកថនទេអត់ទេថននៅទូចណាកុំស៊ីវាអីកន្លែងទៅមើលណារ៉ូតូវិញពេលគាត់ដើរតាមផ្លូវអ្នកភូមិបានរាក់ទាក់គាត់ព្រោះគាត់ពេលនេះគឺជាវីរៈបរិះនៅពេលនោះណារ៉ូតូមានអារម្មណ៍ថារឹងខ្លួនណាស់ព្រោះមិនដែលអញ្ចឹងទេតាំងពីមុនមកបន្តមកទៀតណារ៉ូតូបានទៅញ៉ាំមីហិលនៅហាងអ៊ីឈីរ៉ាគូដោយសពដងហើយនៅពេលដែលគាត់រៀបចំចាប់មីចូលមាត់ស្រាប់តែកង្កែហ្វូសាកាគូបានជប់គាត់ទៅភ្នំម៉ូយ៉ូបូគូបន្ទាប់មកនៅពេលដែលគាត់ចាប់មីចូលមាត់អាមីម៉ាជីកើហ្នឹងគឺរកើទេពេលនោះកង្កែស៊ីម៉ាសប្បាយចិត្តណាស់ពេលឃើញណារ៉ូតូចាប់ម្ហូបដែលគាត់ធ្វើដាក់ចូលមាត់ពេញអញ្ចឹងកង្កែហ្វូសាកាគូជប់ណារ៉ូតូទៅភ្នំម៉ូយ៉ូបូគូហ្នឹងព្រោះលោកម្ចាស់កង្កែមានការចង់និយាយជាមួយគាត់នៅពេលនោះលោកម្ចាស់កង្កែបានទាយឲ្យណារ៉ូតូថានៅថ្ងៃអនាគតឆាប់ខាងមុខណារ៉ូតូនឹងជួបជាមួយនឹងមិត្តបន្ទាប់មកណារ៉ូតូនឹងប្រយុទ្ធជាមួយនឹងមនុស្សម្នាក់ដែលមានភ្នែកខ្លាំងអស្ចារ្យពេលណារ៉ូតូលើអញ្ចឹងគាត់ស្មានដឹងហើយថាម្នាក់នោះគឺជានរណាបន្ទាប់មកលោកម្ចាស់កង្កែបានបញ្ជាឲ្យកង្កែហ្គេរ៉ូថូរ៉ាបកគលសៅបោកសៀលបិសាយកញ្ជ្រោងទៅឲ្យណារ៉ូតូឲ្យប្រើកូនសៅនោះទៅដោះលែងព្រលឹងបិសាយកញ្ជ្រោងកតុយ9ចេញពីគុកបានពេលនោះណារ៉ូតូដូចជាស្ទាក់ស្ទើរដោយសារតែគាត់ដឹងខ្លួនឯងថាគាត់អាចគ្រប់គ្រងចក្រាបិសាយកញ្ជ្រោងត្រឹមកតុយ3ទេលើសពីនឹងទៅតរប៉ឹងយ៉ាម៉ូតូជួយគ្រប់គ្រងទៅបានប៉ុន្តែអត់ជំរឿទេណារ៉ូតូត្រូវតែរកវិធីគ្រប់គ្រងចក្រាបិសាយកញ្ជ្រោងនៅក្នុងខ្លួនរបស់គាត់ឲ្យបានទាំងអស់នៅពេលនោះកង្កែហ្គេរ៉ូថូរ៉ាបានឲ្យណារ៉ូតូហាមាត់ឲ្យធំហើយបន្ទាប់មកគាត់ក៏លោតចូលទៅក្នុងមាត់របស់ណារ៉ូតូឡុកតែចូលបានតែពាក់កណ្ដាលតតែកង្កែហ្វូសាកាគូលោតទៅទាត់មួយជើងទៀតទើបចូលរួចក្រោយចប់កិច្ចការហើយកង្កែហ្វូសាកាគូបានបញ្ជូនណារ៉ូតូត្រឡប់ទៅកាន់ហាងមីហិលវិញហើយនៅពេលនោះក៏មាននិន្ចា2នាក់កំពុងតែអង្គុយញ៉ាំមីហិលផងដែរគ្រាន់តែឃើញណារ៉ូតូភ្លាមពួកគេបានសុំហត្ថលេខាពីណារ៉ូតូម្នាក់មួយយកទៅឲ្យកូនរបស់ពួកគេព្រោះកូនរបស់ពួកគេសិតតែជាហ្វេនរបស់ណារ៉ូតូនៅពេលនោះណារ៉ូតូមិនដឹងកើតអីទេក៏ភាំងមកស្ទុះហើយបន្ទាប់មកក៏ប្រាប់ពួកគេថាគាត់អត់ចេះសញ្ញេទេពេលនោះម្ចាស់ហាងបានប្រាប់ឲ្យពួកគេញ៉ាំមីសិនទៅចាំនិយាយគ្នាទៀតប៉ុន្តែណារ៉ូតូមិនទាន់បានញ៉ាំអីផងសាការ៉ាក៏បានមកដល់ហើយប្រាប់ថាសូណាដេចង់ជួបបន្ទាប់មកពេលបានជួបសូណាដេណារ៉ូតូបានប្រាប់សូណាដេពីអ្វីដែលលោកម្ចាស់កង្កែផ្ទេគាត់ដែលថានៅថ្ងៃអនាគតឆាប់ខាងមុខគាត់នឹងបានជួបជាមួយនឹងសត្វមឹកហើយក្រោយមកក៏បានប្រយុទ្ធជាមួយនឹងមនុស្សម្នាក់ដែលមានភ្នែកខ្លាំងដែលណារ៉ូតូស្មានដឹងថាម្នាក់នោះគឺជាសាស្កេឥឡូវយើងសូមកន្លែងទៅមើលខាបូតូបន្តិចព្រោះដូចជាបាយគាត់យូររូបរាងរបស់ខាបូតូនៅពេលនេះមើលទៅដូចជាអូរ៉ូឈីម៉ារូហើយគាត់ក្លាហានខ្លាំងណាស់ដែលហ៊ានទៅជួបជាមួយនឹងម៉ានតារ៉ាមួយទល់មួយប៉ុន្តែគាត់មិនមែនទៅប្រយុទ្ធជាមួយនឹងម៉ានតារ៉ាទេគ្រាន់តែគាត់ចង់ចរចាគ្នាពេលនោះគាត់បានជួបមឈូសជាច្រើនឡើងមកដែលនៅក្នុងមឈូសទាំងនោះមានសាកសពរបស់អ្នកដែលយើងធ្លាប់ស្គាល់មានដូចជា Nagato, Kaguzu, Dedra, Sasori និងចុងក្រោយគេគឺ Itachi ពេលនោះខាបូតូប្រាប់ម៉ានតារ៉ាថាគាត់មានវិធីធ្វើពួកគេរស់ឡើងមកវិញដើម្បីជួយធ្វើសង្គ្រាមជាការដោះដូរគាត់សុំយកសាស្កេទៅធ្វើពិសោធន៍ដំបូងឡើយម៉ានតារ៉ាអត់ចាប់អារម្មណ៍ជាមួយនឹងសំណើរបស់ខាបូតូទេប៉ុន្តែនៅពេលដែលខាបូតូលើមឈូសដ៏អាត់កម្បាំងមួយទៀតចេញមកម៉ានតារ៉ាមានការចាប់អារម្មណ៍ជាខ្លាំងហើយក៏សុខចិត្តយល់ព្រមតាមសំណើរបស់ខាបូតូប៉ុន្តែពេលចប់សង្គ្រាមទើបគាត់ឲ្យខាបូតូយកសាស្កេទៅមកដល់ត្រឹមនេះគេតបង្ហាញឲ្យឃើញទេថាមឈូសចុងក្រោយហ្នឹងគឺជាសាកសពរបស់នរណាគេមួយរយៈក្រោយមកខាហ្គេទាំង5ក៏បានទៅជួបប្រជុំគ្នាម្ដងទៀតដើម្បីពិភាក្សាគ្នាពីបញ្ហាសង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃខាងមុខនៅពេលនោះស៊ូឈីខាហ្គេដែលជាមេនិន្ចាភូមិថ្មបានសួរអង្គប្រជុំថាគួរតែយកចិនជូរគីទាំងពីរកតុយ8និងកតុយ9ហ្នឹងទៅលាក់នៅកន្លែងណាគ្រាន់តែបានលើសំណួរនោះភ្លាមសេនាដេក៏បានងើបឡើងប្រឆាំងផ្លែតព្រោះនាងគិតថាចិនជូរគីទាំងពីរគឺជាកម្លាំងធំដែលអាចជួយពួកគេក្នុងការធ្វើសង្គ្រាមបានមានរឿងអីយកពួកគេទៅលាក់ទុកទៅវិញប៉ុន្តែការជំទាស់របស់នាងអត់ប្រសិទ្ធភាពទេព្រោះមតិភិជាច្រើនគេសុទ្ធតែយល់ថាគួរតែយកចិនជូរគីទាំងពីរទៅលាក់ដោយហេតុថាបើសិនជាក្រុមអាខាត់ស្គីចាប់បានចិនជូរគីទាំងពីរនឹងទៀតនោះពិភពលោកនឹងត្រូវចប់ពេលនោះរ៉ាខាហ្គេបាននិយាយថាគាត់មានកន្លែងសម្ងាត់នៅលើកោះមួយដែលស័ក្តិសមឲ្យចិនជូរគីទាំងពីររស់នៅលាក់ខ្លួនបន្តមកពេលអង្គប្រជុំរំសាយសូណាដេបានទៅជួបរ៉ាខាហ្គេនិយាយគ្នានាងចង់ពឹងឲ្យរ៉ាខាហ្គេជួយនិយាយជាមួយនឹង Killer Bee ដែលជាប្អូនប្រុសរបស់គាត់ជួយបង្ហាត់ណារ៉ូតូពីរបៀបគ្រប់គ្រងកម្លាំងបិសាចនៅក្នុងខ្លួនផងពេលហ្នឹងរ៉ាខាហ្គេអត់ប្រកែកទេព្រោះគាត់ក៏ធ្លាប់គិតពីរឿងនេះដែរហើយកន្លែងដែលគាត់ចង់បញ្ជូនណារ៉ូតូនិង Killer Bee ទៅរស់នៅសង្ងំលាក់ខ្លួនហ្នឹងគឺជាកន្លែងដែល Killer Bee រៀនគ្រប់គ្រងកម្លាំងបិសាចមឹកនៅក្នុងខ្លួនរបស់គាត់បន្តមកសូណាដេបានទៅប្រាប់ណារ៉ូតូឲ្យរៀបចំខ្លួនប៉ុន្តែនាងអត់បានប្រាប់ថាគេនាំគាត់ទៅពួនទេពេលនោះណារ៉ូតូគ្រាន់តែគិតថាសូណាដេបញ្ជូនគាត់ទៅលេងរីសតនៅលើកោះជួបជាមួយនឹងមឹកតាមទំនេររបស់លោកម្ចាស់កង្កែបតែប៉ុណ្ណោះ
សុកទេពងចលាចលឲ្យខ្ញុំទៅដើរលេងដូចជាមិនសូវសមណាពេលនោះស្នាដេបានស្ដីឲ្យណារ៉ូតូថាមិនមែនទៅដើរលេងទេគឺនាងបញ្ជូននៅណារ៉ូតូទៅធ្វើការកម្រិត S rank ដែលមានតែណារ៉ូតូទេដែលធ្វើបានបន្ទាប់មកមិនយូរប៉ុន្មានណារ៉ូតូបានធ្វើដំណើរតាមទូកមួយឆ្ពោះសម្ដៅទៅកាន់កោះនោះនៅក្នុងចិត្តរបស់ណារ៉ូតូរំពឹងថាកោះនោះប្រហែលជាស្អាតដូចឋានសួគ៌ហើយមើលទៅហើយនៅពេលដែលទូកទៅចិត្តដល់មើលឃើញស្ងាត់ចិត្តហ្មងពេលនោះនាងការភូមិបពម្នាក់បានប្រាប់ណារ៉ូតូថាអត់អីទេទីនេះសុវត្ថិភាពណាស់លើកលែងតែម្យ៉ាងប៉ុន្តែក៏អត់តន់បាននិយាយប្រាប់ថាអាម្យ៉ាងនឹងស្អីផងស្រាប់តែមានមឹកបំពង់យក្សមួយយ៉ាងធំវាយប្រហារមកលើពួកគេពេលហ្នឹងណារ៉ូតូគិតថានឹងប្រហែលជាមឹកដែលគាត់ត្រូវជួបហើយតែយ៉ាម៉ូតូប្រាប់ថាមិនមែនទេមឹកបំពង់ហ្នឹងអង់គ្លេសគេហៅថា squid ហើយមឹកដែលណារ៉ូតូត្រូវជួបគេហៅថា octopus ពេលនោះណារ៉ូតូបានឆ្លៀតរាប់ដៃរបស់វា squid មានដៃ10បើ octopus មានដៃតែ8ទេប៉ុន្តែរាប់មិនតាន់រួចផងមឹកបំពង់នោះក៏ចាប់ណារ៉ូតូយកទៅនៅពេលនោះស្រាប់តែមានមឹកយក្សមួយទៀតចេញមកប្រយុទ្ធជាមួយនឹងមឹកបំពង់ហ្នឹងហើយណារ៉ូតូរាប់ដឹងថាអាមឹកមកក្រោយហ្នឹងមានដៃ8អញ្ចឹងគឺជា octopus ដែលគាត់ត្រូវជួបហើយក្រោយពេលបានវាយបណ្ដេញមឹកបំពង់ទៅវិញបាត់ Killer Bee ក៏បានបង្ហាញខ្លួនហើយជាត្រឡប់គាត់រ៉េបឲ្យពួកគេស្ដាប់មកបត់បន្តមកពេលឡើងទៅដល់លើកោះយើងឃើញថាអ្នកដែលមកជាមួយណារ៉ូតូនៅលើនេះក៏មាន Guy Sensei និងនិនជាផ្សេងទៀតផងដែរពេលនោះដាសក់ស្រាប់តែមានស្វា King Kong មួយចេញមកស្ទាក់ដំណើរពួកគេតាមពិតស្វា King Kong នោះគឺជាមិត្តភក្តិរបស់ Killer Bee សោះហើយលោកមេការនៅលើកោះឈ្មោះ Motoi បាននិយាយប្រាប់ពួកគេថាសត្វដែលកាចនៅលើកោះនេះត្រូវបាន Killer Bee បង្ក្រាបអស់ហើយសូម្បីតែបលឹងបិសាចកតុយ8នៅក្នុងខ្លួនរបស់គាត់ក៏គាត់អាចបង្ក្រាបបានដែរលើអញ្ចឹងណារ៉ូតូភ្ញាក់ផ្អើលហើយចាប់អារម្មណ៍ខ្លាំងណាស់បន្តមកពេលទៅដល់បន្ទប់សម្រាប់ណារ៉ូតូនៅអត់សុកទេក៏ទៅជួប Killer Bee គាត់បានសូមឲ្យ Killer Bee ជួយប្រាប់គាត់ពីវិធីបង្ក្រាបបលឹងបិសាចនៅក្នុងខ្លួនតែសារតែគាត់ក៏ជាជីនជូរីគីដូច Killer Bee ដែរប៉ុន្តែ Killer Bee អត់ចាប់អារម្មណ៍ចង់ព្រានណារ៉ូតូទេពេលនោះណារ៉ូតូខំរ៉េបឲ្យគាត់ស្ដាប់ផងនិងប្រើ Sixikutsu ដាក់គាត់ផងក៏ Killer Bee នៅតែអត់ចាប់អារម្មណ៍ដល់ពេលអញ្ចឹងទៅណារ៉ូតូក៏បានទៅសុំមេកា Motoi ជួយប្រាប់គាត់វិញថាតើ Killer Bee ហាត់មិនខ្លះពេលនោះផងដែរណារ៉ូតូបានត្អូញត្អែប្រាប់ Motoi ថា Killer Bee វាក៏មិនខ្លះប៉ុន្តែ Motoi ការពារ Killer Bee ណាស់មិនឲ្យណារ៉ូតូនិយាយអាក្រក់ពី Killer Bee ទេក្រោយមកពេលដឹងថាណារ៉ូតូក៏ជាជីនជូរីគីដោយ Killer Bee Motoi